ទីកន្លែងណាក៏យើងអាចញញឹមបានមិនថានៅភ្នំពេញឬក៏នៅស្រុកស្រែប៉ុន្តែនេះគឺជាស្រុកស្រែផ្ទះលំហែរបស់ខ្ញុំជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូនេះថ្ងៃនេះខ្ញុំនាំអារម្មណ៍បងប្អូនមកទស្សនានៅទស្សនវិជ្ជាផ្ទះចំការរបស់ខ្ញុំនៅខេត្តកំពតសកម្មភាពជាច្រើនដែលខ្ញុំបានធ្វើនៅថ្ងៃនេះគឺអាចបញ្ជាក់ថាជាសកម្មភាពដែលកសិករទូទៅក៏ដូចជាខ្ញុំតាំងខ្លួនជាកសិករមួយរូបដែរមកកំសាន្តអារម្មណ៍បែបជាលក្ខណៈអ្នកធ្វើស្រែចម្ការគឺដាក់ដាំដំណាំដាំដុះដើម្បីបានផលប្រយោជន៍ទៅថ្ងៃមុខមិនថានៅភ្នំពេញមានសម្ពាធការងារខ្លាំងប៉ុណ្ណានៅពេលដែលយើងមានផ្ទះលំហែមួយនៅឯជនបទយើងអាចដាំដើមឈើដាំដំណាំដែលយើងចូលចិត្តញ៉ាំបានទោះជាដើមឈើទាំងអស់នោះវាមិនទាន់បានផ្លែបានផ្កាបានផលគ្រាន់តែលាស់ត្រួយខ្ចីហើយវារីកធំធាត់ឡើងដោយប្រការណាមួយគឺយើងសប្បាយចិត្តបាត់ទៅហើយមិនទាន់ទាំងបានផ្លែផលពីវាមកផងប៉ុន្តែយើងសប្បាយចិត្តនៅពេលដែលវាល្អក្រឡេកមកមើលស្រះត្រីដែលខ្ញុំបានដាក់ចិញ្ចឹមរយៈពេលប្រហែលជា3ទៅ4ខែមកនេះឥឡូវនេះគឺធំអស់ហើយប៉ាខ្ញុំកំពុងតែបាចំណីហើយឥឡូវគាត់ចង់ដឹងគាត់ចង់សាកដួសយកមកមើលតើវាមានទំហំប៉ុន្មានវាអាចឲ្យយើងប្រមូលផលបានឬនៅមែនទែនទៅការងារបងប្អូនកសិករក្រៅពីធ្វើស្រែយើងអាចចិញ្ចឹមត្រីចិញ្ចឹមមាន់ចិញ្ចឹមទាគោក្របីជ្រូកបាទហើយក្រឡេកមកមើលត្រីដែលប៉ាខ្ញុំបានស្រង់ចាប់មកនេះគឺធំមែនទែនវាគ្មានអីសប្បាយចិត្តជាងពេលដែលទទួលបានផលទេ